ទឹកនោមឡើងខ្មៅឬក៏គ្រុនក្តៅឬក៏ពាក់ព័ន្ធទៅនឹងគាត់ស្បែកគាត់ឡើងលឿងយើងសង្កល់ឃើញក្មេង GCPD គឺមានបញ្ហាទឹកស្បែកគាត់ឡើងលឿងសួស្តីម៉ាក់ប៉ាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងថ្ងៃនេះដែរយើងនឹងលើកឡើងតាក់ទងជាមួយនឹងភាពខុសគ្នារវាងជំងឺ G6PD ក៏ដូចជាជំងឺអាឡែស៊ីជាសណ្ដែកចង់ដឹងថាតើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចខ្លះតោះមកជួបជាមួយនឹងអ្នកគ្រូដែលគាត់មានបទពិសោធន៍ផ្នែកអាហារូបត្ថម្ភក៏ដូចជាជួបប្រទះជាមួយនឹងខេសជាច្រើនតាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះចា៎ជំរាបសួរអ្នកគ្រូចា៎ជំរាបសួរក្នុងថ្ងៃនេះដែរគឺខ្ញុំមានសំណួរជាច្រើនតាក់ទងជាមួយនឹង G6PD ផងក៏ដូចជាការអាឡែស៊ីជាសណ្ដែកផងអញ្ចឹងខ្ញុំចង់សួរអ្នកគ្រូចូលក្នុងវិធានបទតែម្ដងថាតើជំងឺ G6PD ក៏ដូចជាជំងឺអាឡែស៊ីជាសណ្ដែកវាខុសគ្នាបែបម៉េចទៅអ្នកគ្រូចា៎ហ្នឹងហើយគឺមានការភ័ន្តច្រឡំច្រើនដោយសារតែជំងឺ G6PD ក៏ដូចជាការអាឡែស៊ីជាមួយនឹង protein ជាសណ្ដែកហ្នឹងគឺវាមានអាឡែស៊ីទៅជាមួយនឹងជាសណ្ដែកដូចគ្នាប៉ុន្តែជំងឺ G6PD គឺជាប្រភេទជំងឺតំណពូជមួយដែលបង្កមកពីការកង្វះនៅអង្គសេមយ៉ាងដែលឈ្មោះថា glucose 6 phosphate dehydrogenase ដែលវាជាអង្គសេមដែលសំខាន់នៅក្នុងការជួយឲ្យគ្រាប់ឈាមក្រហមហ្នឹងវិវត្តបានល្អឬក៏ជួយទប់ស្កាត់កុំឲ្យគ្រាប់ឈាមក្រហមហ្នឹងឆាប់បែកដោយសារតែរងឥទ្ធិពលពីសារធាតុដែលជារ៉ាឌីកាល់សេរីដូចជាពពួកជាតិសណ្ដែកដូចជាពពួកអាស្ពីរីនដែលជាថ្នាំពេទ្យនិងថ្នាំអង់ទីប៊ីយោទិកដូចជាថ្នាំអង់ទីម៉ាឡារីមួយចំនួនហើយបានពេលដែលត្រូវនៅសារធាតុទាំងអស់ហ្នឹងគឺធ្វើឲ្យក្មេងហ្នឹងនឹងមានបញ្ហាបែកគ្រាប់ឈាមចំណែកឯអាឡែស៊ីជាមួយនឹងប្រូតេអ៊ីនជាមួយនឹងជាតិសណ្ដែកវិញគឺចង់និយាយពាក់ព័ន្ធទៅនឹងអាឡែស៊ីដែលបានន័យថាជាប្រតិកម្មតនៃអង្គកការពាររាងកាយរបស់ក្មេងហ្នឹងគឺយល់ច្រឡំថាប្រូតេអ៊ីនជាតិសណ្ដែកហ្នឹងគឺជាសារធាតុដែលបង្កហានិភ័យឲ្យក្មេងអញ្ចឹងទៅពេលដែលញ៉ាំនៅអាហារដែលមានសារធាតុជាតិសណ្ដែកនឹងចូលទៅគឺធ្វើឲ្យក្មេងនៅលេចឡើងនៅសញ្ញាចេញមកអាឡែស៊ីដូចជាឡើងកទួលលើស្បែកអញ្ចឹងណាចឹងហើយបានពីហ្នឹងយើងមានការភ័ន្តច្រឡំគ្នាប៉ុន្តែ GCPD វាជាប្រភេទជំងឺតំណពូជបើសិនជាអាឡែស៊ីជាមួយជាតិសណ្ដែកវាមិនមែនជាជំងឺតំណពូជទេចាអ្នកគ្រូអញ្ចឹងតាមបទពិសោធន៍ដែលខ្ញុំបានធ្វើការជាមួយនឹងអ្នកគ្រូកន្លងមកអ្នកគ្រូនិយាយធ្លាប់បាននិយាយថាជំងឺអាឡែស៊ីជាតិសណ្ដែកវាមានពីរប្រភេទតើអ្នកគ្រូអាចរំលឹកឡើងវិញម្ដងទៀតទៅកាន់ទស្សនិកជនម្ដងទៀតថាពីរប្រភេទហ្នឹងគឺមានអ្វីខ្លះដែរចាសម្រាប់អាឡែស៊ីជាមួយនឹងជាតិសណ្ដែកហ្នឹងគឺវាមានពីរប្រភេទគឺទី1គឺអាឡែស៊ីបានន័យថាភ្លាមហើយនឹងលក្ខណៈធ្ងន់ធ្ងរបានន័យថាពេលដែលយើងញ៉ាំអាហារដែលមានសារធាតុជាតិសណ្ដែកហ្នឹងឬក៏ទឹកដោះគោដែលមានជាតិសណ្ដែកហ្នឹងចូលទៅនឹងធ្វើឲ្យក្មេងហ្នឹងឡើងហើមនៅលើកំពង់កឬក៏ហើមមាត់ឬក៏ឡើងលើស្បែកហ្នឹងឃើញភ្លាមឬក៏អាចធ្វើឲ្យគាត់ហ្នឹងថប់ទៅហើមចំណែកឯអាឡែស៊ីបានន័យថារយៈពេលវែងមួយទៀតហ្នឹងគេហៅថា non IgE immediate ហ្នឹងគឺចង់និយាយថាបានន័យថាគាត់ញ៉ាំដែរប៉ុន្តែ2-3ម៉ោងក្រោយឬក៏3ថ្ងៃក្រោយអាចនឹងមានលេចឡើងនៅសញ្ញាឡើងកទួលលើស្បែកប៉ុន្តែវាអត់ធ្ងន់ធ្ងរតែកម្រមែនតើដែលបញ្ហាអាឡែស៊ីជាមួយនឹងជាតិសណ្ដែកហ្នឹងវាជាបញ្ហាអាឡែស៊ីកម្រិតស្រាលគឺភាគច្រើនគឺអាចធ្វើឲ្យក្មេងអាឡែស៊ីភ្លាមចាអ្នកគ្រូហើយមួយវិញទៀតយើងមានជាមួយនឹងប្រភេទថ្នាំណាដែលអាចទប់ស្កាត់ឬក៏ព្យាបាលវាបានដែរទេអ្នកគ្រូកម្មពិតមានថ្នាំពេទ្យក៏ប៉ុន្តែពីខ្ញុំចង់ឲ្យប៉ាម៉ាក់ប្រកាសចិត្តសិនថាកូនអាឡែស៊ីជាមួយជាតិសណ្ដែកមែនអត់អញ្ចឹងគឺត្រូវតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញអញ្ចឹងណាដើម្បីធ្វើតេស្តអាឡែស៊ីអញ្ចឹងខ្ញុំក្នុងនាមខ្ញុំជាគ្រូពេទ្យខាងផ្នែកអាហារូបត្ថម្ភគឺខ្ញុំអាចណែនាំអ្នកទាំងអស់គ្នាថាបើសិនជាកូនអ្នកទាំងអស់គ្នាពេលញ៉ាំទឹកដោះគោទៅឬក៏ញ៉ាំអាហារដែលមានសារធាតុជាតិសណ្ដែកហ្នឹងប៉ាម៉ាក់ឃើញនៅសញ្ញាដូចជាឡើងកទួលលើស្បែកឡើងកូនចុកពោះរាករូសអីឬក៏បាត់ជើងមកមានឈាមហ្នឹងប៉ាម៉ាក់គួរតែនាំកូនទៅជួបគ្រូពេទ្យជំនាញខាងផ្នែកកុមារដើម្បីឲ្យគាត់ផ្ដល់ការណែនាំអញ្ចឹងណាហើយបើសម្រាប់វិធីនៅក្នុងការដោះស្រាយបើយើងដឹងហើយថាកូនយើងមានបញ្ហាអាឡែស៊ីជាមួយជាតិសណ្ដែកហ្នឹងគឺប៉ាម៉ាក់មានតែជៀសនៅអាហារទាំងអស់ហ្នឹងចាអាហារដែលមានជាតិសណ្ដែកហ្នឹងណាចាហើយមួយវិញទៀតដែរបើសិនជាកូនអ្នកទាំងអស់គ្នា baby ដែលគាត់ទៅបង្កើតគឺទឹកដោះម្ដាយគឺជាអាហារូបត្ថម្ភដែលល្អហើយក៏ដូចជាអាហារដែលស័ក្តិសមបំផុតសម្រាប់ក្មេងអាឡែស៊ីជាមួយជាតិសណ្ដែក
ក៏ប៉ុន្តែបើសិនជាក្នុងករណីម៉ាក់គាត់អត់អាចប្របើកដល់កូនបានអាហ្នឹងម៉ាក់អាចរើសយកនៅផលិតផលទៅដល់កូនដែលគាត់សរសេរមានស្លាកសញ្ញាថា soy free ដើម្បីកុំការពារបញ្ហាលាក់ស៊ីហ្នឹងអញ្ចឹងណាចាអ្នកគ្រូតាមដែលខ្ញុំធ្លាប់បាន research ឬក៏ធ្លាប់មានបទពិសោធន៍កន្លងមកតាក់ទងជាមួយម៉ាក់នៅពេលដែលកូនគាត់មានការលាក់ស៊ីជាមួយនឹងជាតិសណ្តែកហើយគាត់ញ៉ាំជាមួយនឹងជាតិសណ្តែកចូលទៅក្នុងខ្លួនគាត់ហើយគាត់ទៅឲ្យកូនគាត់បំបើដល់គាត់អាហ្នឹងមានជាមួយនឹងបញ្ហាលាក់ស៊ីទៅឲ្យកូនគាត់ឯណាគ្រូចាអាចមានការសិក្សាគេលើកឡើងថាអាចមានវាដូចទៅនឹងបញ្ហាលាក់ស៊ីជាមួយនឹងប្រូតេអ៊ីនរបស់គោដែរប៉ុន្តែការលាក់ស៊ីហ្នឹងក៏កម្រិតស្រាលដែរអញ្ចឹងបើសិនជាយើងឃើញថាចែកក្នុងករណីថាកូនយើងមុំដោះម៉ាក់តាំងពីដើមមកអត់ដែលឃើញមានបញ្ហាលាក់ស៊ីអីទេអត់ដែលឃើញហើមពោះឬក៏រីកស្រាប់តែសុករយៈពេលមកកន្លះខែឬក៏មួយខែក្រោយមកឃើញថាកូនអាសាហើមពោះអាសារីកឬក៏ឡើងកទួលលើស្បែកបន្ទាប់ពីមុំហ្នឹងឲ្យម៉ាក់បកទៅមើលរបបអាហារដែលគាត់ញ៉ាំវិញថាតើខ្លួនឯងមានបានញ៉ាំអាហារដែលមានជាតិសណ្តែកអត់ទី1ឬក៏ញ៉ាំអាហារណាដែលខ្លួនឯងធ្លាប់អាឡែស៊ីពីមុនអត់អាហ្នឹងគឺជារឿងដែលសំខាន់ហើយមួយទៀតហ្នឹងគឺប្រភេទទៅលើប្រភេទខៅមៀបានន័យថាទៅដោះគោស្រស់ណាអញ្ចឹងគឺយើងមើលទាំងអស់ហ្នឹងបើសិនជាយើងឃើញថាខ្លួនឯងបានញ៉ាំអាហ្នឹងហើយស្រាប់តែមួយថ្ងៃពីរថ្ងៃហ្នឹងឃើញកូនមានឡើងអាឡែស៊ីហ្នឹងហើយគឺអាចមកពីបញ្ហាជាមួយនឹងការដែលសារធាតុហ្នឹងគឺបានជ្រាបចូលក្នុងទឹកដោះម្ដាយអញ្ចឹងគឺយើងអាចផ្អាកនៅអាហារទាំងអស់ហ្នឹងសិនចាហើយយើងតាមដានទៀតចឹងណាតែបើសិនជាយើងផ្អាកហើយរយៈពេលមួយអាទិត្យហើយនៅតែមិនឃើញកូនមិនធូរស្បើយទេយើងគួរតែនាំកូនទៅជួបគ្រូពេទ្យជំនាញចាខ្ញុំសម្រាប់កុមារឬក៏ទារកដែលគាត់អាឡែស៊ីជាមួយនឹងជាតិសណ្តែកអ្នកគ្រូណោះគាត់អាចញ៉ាំតែជាតិសណ្តែកបានមួយមុខគត់ឬក៏គាត់អាចញ៉ាំជាមួយប្រភេទអាហារផ្សេងទៀតដែរនិយាយទៅគឺជៀសវាងនៅអាហារដែលមានជាតិសណ្តែកវាមាននៅក្នុងអាហារអីគេខ្លះដែរអាចនឹងផលិតផលយើងដឹងថាផលិតផលទឹកដោះគោមួយចំនួនក៏អាចមាននឹងជាតិសណ្តែកដែរអញ្ចឹងយើងជៀសវាងទៅយើងរើសយកទឹកដោះគោដែលទៅសេថា soy free តែបើកូនចាប់ផ្ដើមរៀនញ៉ាំអាហារយើងជៀសនៅអាហារដែលមានជាតិសណ្តែកហ្នឹងចាឲ្យតែសណ្តែកអង្គុយឬក៏សណ្តែកអីទឹកសណ្តែកអីហ្នឹងអីក៏មានដូចគ្នាអញ្ចឹងត្រូវហើយដូចគ្នាហើយក៏ដូចជាភេងសណ្តែកអីចឹងទៅណាចាចាសម្រាប់កុមារឬក៏ទារកដែលគាត់មានជំងឺ G6PD អាហ្នឹងគាត់គួរជៀសវាងអាហារដូចជាមួយនឹងទារកឬក៏កុមារដែលគាត់អាឡែស៊ីជាមួយជាតិសណ្តែកដែរមែនទេគ្រូហ្នឹងហើយទី1គឺក្មេងដែល G6PD យើងដឹងហើយគាត់អាចនឹងមានអាឡែស៊ីជាមួយសណ្តែកដែរអញ្ចឹងគាត់ជៀសវាងនៅអាហារទាំងអស់ហ្នឹងហើយលើសពីនឹងទៀតគឺដូចជាប្រភេទថ្នាំពេទ្យមួយចំនួនដូចជា aspirin ឬក៏ថ្នាំ antibiotic ឬក៏ថ្នាំផ្សេងណាអាហ្នឹងយើងត្រូវធ្វើតេស្តឈាមសិនទៅតែយើងគួរតែប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញទៅគាត់នឹងណែនាំឲ្យថាអូនគួរតែហាមគាត់ញ៉ាំអីទៅលើ G6PD វាជាជំងឺតំណពូជដូចខ្ញុំបានលើកឡើងពីដើមមកអញ្ចឹងចាយើងតំណពូជជាពិសេសហ្នឹងគឺសម្រាប់ទៅលើក្មេងប្រុសគឺងាយនឹងបានន័យថាតំណបានន័យថាមានអត្រាកើតខ្ពស់ជាងក្មេងស្រីចាសម្រាប់អាឡែស៊ីវិញក៏អាចដូចគ្នាក៏មានការសិក្សាឡើងក៏គេលើកមកដែរថាអាចនឹងម្ដាយមានអាឡែស៊ីឬក៏ពុកមានអាឡែស៊ីក៏អាចបន្តធ្វើឲ្យកូននឹងមានអាឡែស៊ីដែរតែយើងក៏តាមដានដែរអញ្ចឹងព្រោះមិនមែន100ទាំង100បានន័យថាគឺស្ថិតនៅក្នុងគ្រប់មនុស្សដែល high risk បានន័យថាគាត់អាចងាយប្រឈមជាងក្មេងដទៃទៀតចាអញ្ចឹងជំងឺទាំងពីរហ្នឹងវាអាចនឹងជាសះស្បើយដែរទេអ្នកគ្រូវាមានភាគរយច្រើននឹងជាសះស្បើយឬក៏វាអាចជាដាច់ដែរទេអ្នកគ្រូអញ្ចឹងខ្ញុំលើកពី G6PD សិន G6PD យើងដឹងហើយជាជំងឺដំណពូជពាក្យថាដំណពូជគឺអត់អាចទេហើយគឺបានន័យថាវាមានដំណពូជតហើយវាជាជំងឺសែនជំងឺសែនមានន័យថាអត់មានថ្នាំណាដែលអាចព្យាបាលបានទេអញ្ចឹងក្នុងពេលបច្ចុប្បន្នហ្នឹងពាក់ព័ន្ធនឹង G6PD ដោយសារវាជាជំងឺដំណពូជជាជំងឺសែនអញ្ចឹងវាអត់មានថ្នាំអីព្យាបាលទេចាប៉ុន្តែទៅលើអាឡែស៊ីជាមួយនឹងជាតិសណ្តែកគឺក្មេងហ្នឹងអាចនឹងថយចុះនៅបញ្ហាអាឡែស៊ីហ្នឹងបន្តិចម្ដងនិយាយទៅវាមានក្មេងខ្លះ6ឆ្នាំក្មេងខ្លះ10ឆ្នាំនិយាយទៅតាមឯកសារខុសៗគ្នាអញ្ចឹងគឺមានតែយើងខ្លួនឯងយើងតាមដានការញ៉ាំអាហាររបស់កូនអញ្ចឹងណាចាអញ្ចឹងបើសិនជាអ្នកគ្រូនិយាយថាជំងឺអាឡែស៊ីជាតិសណ្តែកវាអាចជាសះស្បើយអញ្ចឹងនៅពេលដែលយើងជាសះស្បើយហើយតើវាអាចលាប់មកជាមានបញ្ហាអាឡែស៊ីវិញអ្នកគ្រូបញ្ហានឹងដែរគឺมันស្ទាន់ជាច្បាស់ថាត្រូវលាប់មកវិញទេតែក៏មានខេសអញ្ចឹងត្រង់ហ្នឹងខ្ញុំក៏ចង់លើកឡើងថាអាចនឹងលាប់ចាប៉ុន្តែវាទៅតាមស្ថានភាពដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏លើកឡើងថា
ពេលដែលក្មេងធ្លាប់មានបញ្ហាលាក់ស៊ីអញ្ចឹងយើងគួរតែបើន័យថាពេលដែលយើងឃើញតេស្តលាក់ស៊ីហើយឃើញថាថយចុះហើយអញ្ចឹងយើងអាចញ៉ាំអាហារដែលមានជាតិស្តេចវិញហើយត្រូវទេចាអញ្ចឹងក្នុងកន្លងពេលហ្នឹងបើសិនជាយើងស្រាប់តែក្រោយមករយៈក្រោយមកឃើញថាខ្លួនឯងញ៉ាំអាហារដែលមានជាតិស្តេចហើយវាឡើងលាក់ស៊ីវាអាចតែក៏មានខែខ្លះក៏អត់អញ្ចឹងណាអញ្ចឹងតែនឹងដែរវាមាន complicate ហ្នឹងហើយព្រោះលាក់ស៊ីមួយគឺវាពិបាកក្នុងការដែលលើកឡើងវាចាអ្នកគ្រូអញ្ចឹងពីរហ្នឹងវាអាលាក់ស៊ីជាមួយញ៉ាំជាតិស្តេចអត់បានដូចគ្នាអញ្ចឹងវាមានជាមួយនឹងសញ្ញាអីដែលបង្ហាញថាគាត់ហ្នឹងកើតជាមួយ G6PD ឬក៏សញ្ញាអីខ្លះដែលបង្ហាញថាគាត់ហ្នឹងអាលាក់ស៊ីជាមួយនឹងជាតិស្តេចដើម្បីកុំឲ្យច្រឡំអញ្ចឹងណាអូខេអញ្ចឹងយើងដឹងហើយថាបើសិនជាបញ្ហាមានបញ្ហា G6PD គឺភាគច្រើនពេលដែលក្មេងគាត់ទទួលទានអាហារដែលមានជាតិស្តេចឬក៏ថ្នាំមួយចំនួនហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងមានឡើងបញ្ហាហ្នឹងគឺពេលដែលគាត់ញ៉ាំហើយគឺនឹងអាចឃើញនៅសញ្ញាមួយចំនួនដូចទឹកនោមឡើងខ្មៅឬក៏គ្រុនក្តៅឬក៏ពាក់ព័ន្ធទៅនឹងគាត់ស្បែកគាត់ឡើងលឿងយើងសង្កល់ឃើញក្មេង G6PD គឺមានបញ្ហាស្បែកគាត់រៀងឡើងលឿងអញ្ចឹងណាចាសម្រាប់ក្មេងដែលគាត់មានបញ្ហាលាក់ស៊ីជាមួយនឹងជាតិស្តេចហ្នឹងគឺបន្ទាប់ពីគាត់ទទួលទានអាហារឬក៏ទឹកដោះដែលមានសារធាតុជាតិស្តេចហ្នឹងគឺនឹងឲ្យនៅសញ្ញាមួយចំនួនដូចយើងដឹងហើយគឺអាចនឹងលក្ខណៈធ្ងន់ធ្ងរគឺអាចនឹងឡើងហើមពងកឬក៏ឡើងហើមនៅបើន័យថាឡើងកតួហើមនៅលើស្បែកហ្នឹងហើយក៏រាករូសហើយក៏ធ្វើឲ្យគាត់អាចនឹងមានបញ្ហាថប់ទៅហើមភ្លាមឬក៏មុំហើយគាត់យំខ្លាំងអីចឹងណាអញ្ចឹងវាអាចកត់សម្គាល់បែបហ្នឹងបានសញ្ញាទាំងអស់ហ្នឹងវាគ្រាន់តែជាសញ្ញាដែលបង្ហាញទេអញ្ចឹងគឺយើងអត់ទាន់ច្បាស់ប្រកបដែរអញ្ចឹងដើម្បីជាការប្រកបចិត្តហ្នឹងគឺខ្ញុំណែនាំឲ្យប៉ាម៉ាក់អញ្ជើញនាំកូនទៅធ្វើតេស្តឈាមការតេស្តឈាមស្វែងរកបញ្ហាអាឡែស៊ីឲ្យពិតប្រាកដអញ្ចឹងណាព្រោះអាឡែស៊ីវាអាចមានច្រើនប្រភេទព្រោះក្មេងដែលអាឡែស៊ីជាមួយនឹងជាតិស្តេចហ្នឹងក៏អាចនឹងមានបញ្ហាអាឡែស៊ីផ្សេងៗដែរអញ្ចឹងណាហើយបើសិនមួយទៀតដែរក៏កុំឲ្យមានការភ័ន្តច្រឡំគ្នាហើយអញ្ចឹងការតេស្តឈាមស្វែងរកទៅលើបញ្ហាអាឡែស៊ីជាតិស្តេចក៏ដូចជាសម្រាប់ក្មេងទៅលើបញ្ហា G6PD កម្មពិតគេធ្វើតេស្តតាំងពីពេលគាត់កើតនៅរយៈពេល3ថ្ងៃបានន័យថា72ម៉ោងហ្នឹងគឺគេធ្វើតេស្តមួយគេហៅថាហ្នឹងហើយដែលភាសាអង់គ្លេសហៅថា newborn screening ហ្នឹងណាប៉ុន្តែបើសិនជាឥឡូវហ្នឹងប៉ាម៉ាក់បានន័យថាផុតហើយរយៈពេលយូរហើយយើងមានតេស្តមួយទៀតគេហៅថា genetic testing គឺគេអាចស្វែងរកច្បាស់លាស់ 99.99% ដូចគ្នាទៅបញ្ជាក់ថាតើគាត់មានជំងឺតំណពូជមួយនឹងអត់ចាអញ្ចឹងអរគុណអ្នកគ្រូខ្លាំងមែនតើសម្រាប់ការបកស្រាយយ៉ាងលម្អិតទាក់ទងជាមួយនឹងភាពខុសគ្នានៃជំងឺ G6PD ក៏ដូចជាការអាឡែស៊ីជាមួយនឹងជាតិស្តេចចុះសម្រាប់ទស្សនិកជនវិញមានចម្ងល់អីគេខ្លះទាក់ទងជាមួយជំងឺទាំងពីរហ្នឹងអាចធ្វើការ comment នៅខាងក្រោមបានណាជួបគ្នានៅវីដេអូក្រោយទៀត